ជំរាបសួរបងប្អូនអរគ្នាបាទអញ្ចឹងថ្ងៃនេះគឺយើងត្រឡប់មកកាន់ថ្នាក់រៀនរបស់យើងសាជាថ្មីហើយ teacher មានមេរៀននៅថ្ងៃនេះគឺតាក់ទងទៅនឹង lesson A fashion trends បាទអញ្ចឹងយើងរៀនតាក់ទងទៅនឹងការដែលយើងបង្ហាញនៅ mode សម្លៀកបំពាក់ផ្សេងបាទបាទអញ្ចឹងអរគុណព្រះអង្គអញ្ចឹងយើងនឹងចូលជាមួយគ្នាជាមួយនឹងពាក្យកលឹះហើយ teacher ក៏មាននៅឧទាហរណ៍នៅតាមរបស់នីមួយៗដែរបាទអញ្ចឹងពាក្យទី1បាទអញ្ចឹងយើងមើលកន្លែងអក្សរពេជ្រក្រហមហ្នឹងគឺជាពាក្យកលឹះដែលយើងនឹងរៀនជាមួយគ្នាថ្ងៃនេះអញ្ចឹងពាក្យទី1គឺ bracelet អញ្ចឹង bracelet ហ្នឹងគឺបកប្រែថាខ្សែដៃបាទអញ្ចឹងដូចនៅក្នុងរូបភាពនេះបាទអាហ្នឹងគេហៅថា bracelet បាទគឺខ្សែដៃបាទហើយពាក្យទី2 contact lenses ហ្នឹងគឺបាទគឺ lens បាទ lens ដែលគេដាក់ភ្នែកយើងដើម្បីបដូរទម្រង់ពណ៌នៃភ្នែកណាបាទដោយថាភ្នែកយើងធម្មជាតិគឺពណ៌ខ្មៅពណ៌ត្នោតពណ៌អីផ្សេងប៉ុន្តែយើងចង់បដូរពណ៌អាហ្នឹងយើងអាចប្រើនៅប្រភេទ contact lenses បាទអញ្ចឹងអាហ្នឹងគេហៅថា lens បាទ lens បាទអញ្ចឹងពាក្យទី3គឺ high heels បាទអញ្ចឹង high heel គឺបាទស្បែកជើងកែងបាទស្បែកជើងកែងចោតអញ្ចឹងស្បែកជើងនេះពីច្រើនគឺគេពាក់នៅចូលរួមកម្មវិធីជប់លៀងផ្សេងឬក៏ទីការបាទពីច្រើនគឺបាទស្រីគឺគាត់ចូលចិត្ត high heels អញ្ចឹងបកប្រែថាស្បែកជើងកែងបាទអញ្ចឹងយើងចូលពាក្យជាបន្តទៀតគឺ leather jacket បាទអញ្ចឹង leather jacket ហ្នឹងគឺបកប្រែថាអាវស្បែកបាទអាវស្បែកដែលយើងជាទូទៅពាក់នៅពេលដែលយើងជិះម៉ូតូឬក៏យើងទៅខាងក្រៅដែលយើងមេឃក្តៅមេឃអីឬក៏រងាឬអាកាសធាតុអីផ្សេងគឺយើងសមរម្យបំផុតគឺយើងអាចពាក់ leather jacket នឹងបានបាទអញ្ចឹងយើងចូលជាពាក្យជាបន្តទៀតគឺបាទ ponytail បាទអញ្ចឹង ponytail គឺបាទនេះរូបភាពគឺបាទសក់ចងសក់កន្ទុយសេះបាទហ្នឹងគេហៅថា ponytail បាទចុងក្រោយពាក្យទី6 sandals បាទគឺស្បែកជើងទាត់បាទជាទូទៅដូចមានភិនភាគដូចជាស្បែកជើងចពាមឬក៏ស្បែកជើងសូកអីផ្សេងដែលសាមញ្ញដែលយើងពាក់ងាយស្រួលដើរងាយស្រួលពាក់ងាយស្រួលដោះដូរហ្នឹងអាហ្នឹងគេហៅថា sandals ស្បែកជើងទាត់តោះអញ្ចឹងបន្ទាប់ពីយើងបានរៀននៅពាក្យកលឹះជាមួយគ្នាហើយ teacher ក៏មាននៅល្បះដើម្បីប្រាប់បងប្អូនឲ្យកាន់តែយើងយល់ផងដែរតោះអញ្ចឹងល្បះទី1 She was wearing a gold bracelet នាងបាទបកប្រែថានាងកំពុងតែបានពាក់នៅខ្សែដៃមាសបាទអញ្ចឹង gold ហ្នឹងគឺមាសដល់ពេល gold bracelet គឺខ្សែដៃមាស 2 She wears contact lenses more often than glasses បាទ again She wears contact lenses more often than glasses នាងបាទពាក់នៅ lens បាទ lens ហ្នឹងគឺញឹកញាប់ច្រើនជាងគាត់ពាក់វ៉ែនតាបាទអញ្ចឹងពាក្យគោលរបស់យើងគឺ contact lenses ហ្នឹងតោះ number 3 She wore high heels to the wedding last night នាងបានពាក់ស្បែកជើងកែងចោតទៅចូលរួមពិធីមង្គលការកាលពីយប់មិញបាទអញ្ចឹង high heels នេះគឺស្បែកជើងកែងចោតតោះ for temperate climates a leather jacket may be suitable for everyday wear again for temperate climates a leather jacket may be suitable for everyday wear បាទបកប្រែថាសម្រាប់អាកាសធាតុក្តៅបាទ for temperate climate ហ្នឹងគឺសម្រាប់អាកាសធាតុក្តៅបាទអញ្ចឹងអាវស្បែកគឺវាពិតជាសមរម្យបាទនេះគឺសមរម្យបំផុតសម្រាប់ដែលយើងស្លៀកពាក់ជាប្រចាំថ្ងៃបាទអាកាសធាតុក្តៅគឺយើងពាក់អាវហ្នឹងវាការពារកុំឲ្យដៃយើងរលាកដោយសារពន្លឺព្រះអាទិត្យនឹងឯងអញ្ចឹងវាជាផ្នែកមួយជួយឲ្យស្បែករបស់យើងគឺការពារបាទ leather jacket ហ្នឹងគឺអាវស្បែក 5 My mother tied my hair in a ponytail again
my mother tied my hair in a ponytail បាទម្ដាយរបស់ខ្ញុំបានចងសក់កន្ទុយសេះឲ្យខ្ញុំបាទចងសក់កន្ទុយសេះ 6 I often wear sandals I often wear sandals ខ្ញុំជាញឹកញាប់គឺតែងតែពាក់នៅស្បែកជើងទាត់ឬក៏ស្បែកជើងជំពាមឬក៏ស្បែកជើងសូត្រអីផ្សេងដែលវាងាយបាទងាយស្រួលពាក់បាទនេះហៅថា sandals បាទអញ្ចឹងត្រឡប់មកវិញអ្វីដែលសំខាន់បងប្អូនចងចាំនៅពាក្យកលឹះដែលជាហ្វឹកក្រហមហ្នឹងហើយបងប្អូនព្យាយាមក្នុងការដែលយល់ស្វែងយល់ពីអត្ថន័យហើយនឹងអាចជួយបងប្អូនក្នុងការដែលតែងរបាំផ្សេងៗបានអរគុណច្រើនសម្រាប់វីដេអូដែលបងប្អូនបានទស្សនាថ្ងៃនេះចឹងសង្ឃឹមថាជួបគ្នាពេលក្រោយយើងនឹងរៀនជាមួយគ្នានៅអ្វីដែលថ្មីជាបន្តទៀតអរគុណច្រើនបាទសូមព្រះប្រទានពរ